បាទគ្រប់ប្រទេសក្នុងនេះគេយើងទៅតាមបាញ់ខ្លាយដល់ទៀតហើយបងប្អូនបាទកម្មវិធីដែលយើងបាញ់បន្ទាប់ពីយើងទុករយៈពេលចូលមួយខែហើយបាទឥឡូវយើងចាប់ផ្ដើមបាញ់ហើយបងប្អូនទឹកខ្សោយឲ្យស្វាយយើងតែយើងថតសិលបញ្ញបងប្អូនទស្សនាឲ្យឆ្លាស់អញ្ចឹងហើយស្រួលយើងបាញ់លក្រោយស្រួលអូសតែឯងអូសស្រួលហើយនេះហើយបាញ់ដាក់អញ្ចឹងនោះដាក់តែកដាលចេះវិញដាក់តែកដាលចេះអាហ្នឹងអូសមកក៏កិតទឹកចិត្តដាក់កដាលចេះយើងអត់ប៉ះទេនេះដាក់មកកដាលអញ្ចឹងយើងអត់អូសមិនក៏អត់ប៉ះដែរខ្ញុំឲ្យចូលទៅតាមបើកន្លែងគល់យើងអូសទៅគិតលេងគល់ហ្នឹងចេះអាទៅមិនឆ្លាស់គល់ហ្នឹងតែកែងហ្នឹងបានហើយតែកន្លែងកែងអញ្ចឹងបានហើយកន្លែងនោះបាត់អីទេកែងលេងអូសយោចេញយ៉ាងនេះអីនេះអីដាក់ផុតទៅតែកែងហ្នឹងតែក្បាលទីហ្នឹងដាក់បដ ாய் ហ្នឹងហើយបងប្អូននេះស្វាយយើងដែលយើងត្រូវបាញ់តទៀតបងប្អូនឡៃយើងរៀបចំនេះស្វាយហើយជ្រូកអស់ច្រើនបងប្អូនបើជ្រូកពេញដីតែម្ដងប៉ុន្តែនឹងធ្វើមិនបើយើងអត់បាញ់វាជ្រូកប៉ុន្តែដោយសារអាកាសធាតុបាទបន្ទាប់ពីដាច់ទឹកភ្លៀងវាជាបែបហ្នឹងហើយបងប្អូនសេរីនេះក៏មានដែរបងប្អូនសេរីនេះគឺមិនសូវខ្សោះយើងសង្ឃឹមអាសេរីនេះទៅនេះសេរីនេះបាទសេរីនេះមិនយើងសង្ឃឹមអាសេរីនេះខ្លាយសេរីនេះហើយថ្នាំអត់បាញ់ឲ្យច្រើនទេបងប្អូនខ្ញុំបាញ់តែប្រភេទថ្នាំទឹកកៅហើយនឹងប្រភេទបើបន្តិចបន្តួចបងប្អូនភាសាខែនេះថ្លៃស្វាយក៏មិនសូវជាល្អហើយមួយវិញទៀតតើតោនឹងសត្វល្អិតទឹកកៅអីក៏មិនសូវមានហើយការឡាយដោយសារទឹកភ្លៀងទឹកផ្សំប្រៃអីហ្នឹងក៏អត់សូវមានទេបាទយើងមើលឃើញថាដង្កូវក៏អត់សូវមានដែរដង្កូវបាទដង្កូវក៏អត់សូវមានហើយសត្វល្អិតក៏សូវមានព្រោះអីបងប្អូននេះវារាំងដាច់ទឹកភ្លៀងជាងសត្វល្អិតមានហើយមើលដីប្រេះកាហែកអស់ហើយបងប្អូនហើយសម្រាប់ក្តាប់វិញបងប្អូនវាជំរុះដោយសារភាពរាំងស្ងួតបងប្អូនបាទរាំងស្ងួតខ្លាំងពេកបាទគឺជំរុះតែម្ដងមួយស្អាតណានេះហើយសម្រាប់សេរីនេះអត់ទៅខំសេរីនេះធំមានផ្លែក៏វាអត់ធំណាស់ផ្លែសេរីនេះក៏បីមានផ្លែសល់ក៏អត់ធំដែរវារយអស់ហើយនេះបងប្អូនខ្ញុំគួរមកជាមួយអស់លីងនេះអស់ហើយបន្តោងនេះដល់អស់មែនលីងមកអត់នៅទេដោយសារអីគេបងប្អូនដោយសារទី1បងប្អូនមកដីប្រេះកាហែកអស់ហើយអញ្ចឹងឲ្យគ្នាមានជីវជាតិអីទៅចាំទៀតឬអីចាំទៀតបងប្អូនមើលក្រៀមក៏ប៉ិតអស់ហើយ
បាទនេះយើងបាញ់ដើម្បីចិញ្ចឹមអាសារធាតុខាងក្រៅទេបើខាងក្នុងវាហ្មងវាខូចអស់វាចម្រុះខ្លួនឯងហ្នឹងបងប្អូនសល់ប្រហែលទេបងពេញនេះសាក់តែទឹកភ្លៀងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនហើយយើងរងចាំទស្សនានៅវីដេអូបាញ់ឆ្នាំក្រោយៗទៀតហើយសម្រាប់ថ្ងៃនេះដែរគឺជាថ្ងៃទី6បាទទី6ខែ1ឆ្នាំ2026បាទចឹងមានតែប៉ុណ្ណឹងបងប្អូនសម្រាប់បងប្អូន